ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ YouTube Channel របស់លោកគ្រូសាជាថ្មីម្ដងទៀតបាទតោះថ្ងៃនេះយើងបន្តរៀននៅចំណុចទី3បន្ទាប់ពីបងប្អូនរៀនចប់នៅចំណុចទី1ទី2ហើយយើងនឹងបន្តដល់ចំណុចទី3បាទបងប្អូនដឹងទេតើនៅក្នុងចំណុចទី3នេះគេចង់ឲ្យបងប្អូនធ្វើអ្វីតោះ Listen check and repeat មានន័យថាគេឲ្យបងប្អូនស្ដាប់ពិនិត្យហើយនឹងថាតាមបាទតើបងប្អូនដឹងទេតើគេឲ្យយើងស្ដាប់អ្វីពិនិត្យអ្វីហើយថាតាមនៅពាក្យអ្វីឬក៏ប្រយោគអ្វីបាទអញ្ចឹងនេះអ្វីដែលគេឲ្យយើងស្ដាប់ពិនិត្យហើយនឹងថាតាមនេះគឺឲ្យយើងថាតាមនៅចំណុចទី2នេះគឺជាពាក្យដែលបងប្អូនបានរៀបដែលលោកគ្រូបានរៀបឲ្យបងប្អូនហើយនេះគឺបាទគេអានពាក្យ tiger crocodile leopard giraffe lion elephant អញ្ចឹងគេអានពាក្យទាំងបាទ5មួយនឹងឲ្យបងអូនហើយបងអូនគ្រាន់តែពិនិត្យឲ្យអានតាមទៅជាការស្រេចអូខេនេះគឺជាចំណុចទី3តោះឥឡូវយើងចូលដល់ចំណុចទី4បាទចំណុចទី4នេះបងប្អូនត្រូវស្ដាប់មានន័យថា listen បាទ listen to whatពិសិដ្ឋ and ហៀងបាទបងប្អូនត្រូវស្ដាប់វុធី ពិសិដ្ឋហើយនឹងហៀងបាទ which one of the animal from your activity to they don't talk about អញ្ចឹងបងអូនស្ដាប់វុធី ពិសិដ្ឋហើយនឹងហៀងគាត់ធ្វើការសន្ទនាគ្នាហើយបាទហើយសំណួរគេសួរថា which one ហ្នឹងគឺមានន័យថាតើសត្វមួយណាណាក្នុងចំណោមសត្វទាំងអស់ខាងលើនេះបាទពីសកម្មភាពទី2ហ្នឹងណាដែលពួកគេមិនលើកមកនិយាយមានន័យថាក្នុងចំណោមសត្វទាំង6ហ្នឹងមានសត្វមួយដែលនៅក្នុងការសន្ទនារបស់អ្នកទាំង3ហ្នឹងពួកគាត់អត់លើកយកមកនិយាយទេអូខេអញ្ចឹងបងអូនស្ដាប់នៅចំណុចនេះហើយបងអូនត្រូវរកបាទចម្លើយអូខេអញ្ចឹងដូចជាមុនដែរយើងលោកគ្រូអត់មានបានចាក់ស្ដាប់ទេលោកគ្រូនឹងបង្ហាញជាអត្ថបទហើយអានឲ្យបងអូនតែម្ដងតោះឥឡូវយើងទៅមើលអត្ថបទនឹងទាំងអស់គ្នាហើយបងអូននឹងស្វែងរកចម្លើយជាមួយគ្នាអូខេតោះទាំងអស់គ្នាសូមកលេចមកមើល tab script 1.2.4 បាទនេះគឺជាខ្សែអត្ថសំឡេងអញ្ចឹងលោកគ្រូបានផ្ដល់ជាអត្ថបទតែម្ដងដើម្បីឲ្យបងអូនបានរៀនអានទាំងអស់គ្នាជាមួយលោកគ្រូតោះឥឡូវហៀងគាត់បានសួរថា what time will we get to the zoo បាទហៀងគាត់សួរថាតើម៉ោងប្រហែលពួកយើងនឹងបាទទៅដល់សួនសត្វបាទ get នេះយើងប្រែថាដល់ទៅដល់ដែរបាទស្មើពាក្យ arrive ដែរណាតើគេសួរថាតើម៉ោងប្រហែលពួកយើងនឹងដល់សួនសត្វបាទពិសិដ្ឋគាត់ឆ្លើយថា the driver said we could get there at about 1 p.m. if the traffic isn't too bad បាទអញ្ចឹងពិសិដ្ឋគាត់ឆ្លើយថាអ្នកបើកឡានហ្នឹងឬក៏តកង់ឡានហ្នឹងបាននិយាយថាពួកយើងអាចដល់ទីនោះបាទទៅដល់ទីនោះនៅម៉ោងប្រហែលជា1រសៀលប្រសិនបើបាទការធ្វើចរាចរណ៍ហ្នឹងវាមិនអាក្រក់ពេកទេបាទមានន័យថាវាមិនស្ទះកន្លែងហ្នឹងវាអត់ជាប្រភេទ traffic jam វាអត់ស្ទះចរាចរណ៍បាទទៅវុធីក៏ថាមិនទៀត we may get there early because the bus is going very fast បាទវុធីក៏ថាពួកយើងប្រហែលជាអាចទៅដល់ទីនោះបាទលឿនប្រសិនបើបាទពីព្រោះតែអូខេ sorry ពីព្រោះឡានក្រុងហ្នឹងបាទវានឹងទៅលឿនបាទកំពុងទៅលឿនហ្នឹងមានតែកំពុងបើកលឿនណាហៀងគាត់ថា I'm so excited we might see lions and tigers បាទហៀងគាត់ក៏ថាអូយខ្ញុំរំភើបចិត្តណាស់នេះពួកយើងប្រហែលជាអាចបាទឃើញសត្វបាទតោហើយនឹងសត្វអីបងសត្វខ្លាបាទពិសិដ្ឋគាត់ក៏តបទៀតថា we could see the bears if they are sleeping បាទពិសិដ្ឋគាត់និយាយថាពួកយើងអាចឃើញសត្វខ្លាឃ្មុំបាទប្រសិនបើពួកវាមិនកំពុងដេកទេបាទវុធីគាត់ក៏តបទៀត I really want to see the leopards
bà một thì có ta nhóm bật chỉ trăng khơi sạch klar rồi khăn nè bà hiến có ban tọp tiệt yes that would be great it's very hot so we may not get to see the crocodile because they like to lie in the shade and sleep when it gets hot តោះហៀងគាត់និយាយថា yes បាទចាអញ្ចឹងទៅនោះពិតជាល្អ that would be great នោះពិតជាល្អមែនតើណា great ហ្នឹងវា very good it make ក្តៅ so ដូច្នេះពួកយើង make ក្តៅខ្លាំងដូច្នេះពួកយើងប្រហែលជាមិនអាចទៅមិនអាចឃើញ get to see នោះមិនអាចឃើញបាទ we may not get to see ពួកយើងប្រហែលជាមិនអាចឃើញសត្វក្រពើទេពីព្រោះបាទពួកវាចូលចិត្តដេក lie ដេកបាទ in the shade shade នេះបងប្អូនប្រែថាម្លប់ shade បាទអញ្ចឹង lie in the shade មានតែដេកនៅក្នុងម្លប់ and sleep when it gets hot ហើយនឹងដេកណានៅពេលដែលមេឃហ្នឹងក្តៅអូខេតោះវុធីក៏ថា it's so good to hang out with friends at the weekend instead of working in the restaurant បាទវុធីក៏ថាអូវាគឺសប្បាយរីករាយមែនតើដោយចំណាយពេលវេលាជាមួយនឹងមិត្តភ័ក្តិមានន័យថា hang out with friend ហ្នឹងមានន័យថាយើងដើរលេងជាមួយមិត្តភ័ក្តិហ្នឹងឬក៏ចំណាយពេលវេលានៅជាមួយមិត្តភ័ក្តិនៅឯថ្ងៃចុងសប្តាហ៍ជំនួសពីការធ្វើការនៅហាងបាទមានន័យថាដើរលេងវាសប្បាយជាងការធ្វើការនៅក្នុងហាងហ្នឹងណានៅថ្ងៃចុងសប្តាហ៍រៀងក៏តបថា yes it's great to spend time with you and Pisat hey there might be giraffes at the zoo I love their long necks បាទរៀងក៏ថាyes ហ្នឹងគាត់លាន់មកហ្នឹងហើយពិតមែនហើយឬក៏ចាស់វាគឺពិតជាអស្ចារ្យមែនតើឬក៏សប្បាយរីករាយមែនតើដែលបានចំណាយពេលជាមួយអ្នកហើយនឹងពិសិដ្ឋ hey តើគាត់លាន់មកគាត់ថា hey មានបាទប្រហែលជាមាន there might be ហ្នឹងប្រហែលជាមានសត្វកវែងនៅឯសួនសត្វបាទខ្ញុំស្រឡាញ់ឬក៏ចូលចិត្តកដ៏វែងរបស់ពួកវាណាគាត់ចូលចិត្តមើលអាកវែងរបស់សត្វជីរ៉ាហ្វពួកសត្វជីរ៉ាហ្វហ្នឹងវាមានកវែងបាទពិសិដ្ឋគាត់ថា there could be giraffes there but I'm not sure បាទពិសិដ្ឋគាត់ថាប្រហែលជាអាចមានសត្វកវែងនៅទីនោះប៉ុន្តែខ្ញុំអត់ច្បាស់ទេតើវុធីគាត់ថាម៉េច I wonder if we can buy souvenir again I wonder if we can buy souvenirs at the zoo គាត់ថាខ្ញុំឆ្ងល់ថាតើប្រសិនបើពួកយើងនឹងអាចខ្ញុំឆ្ងល់ថាតើពួកយើងនឹងអាចទិញវត្ថុអនុស្សាវរីយ៍នៅឯសួនសត្វបានឬក៏អត់បាទតោះរៀងគាត់ថា I'm sure you can បាទ you might even be able to buy pictures of animals បាទ of the animal អញ្ចឹងរៀងគាត់ថាខ្ញុំជឿជាក់ថាអ្នកប្រហែលជាអាចទិញរូបភាពសត្វបាទពិសិដ្ឋគាត់ថា that would be great នោះពិតជាល្អមែនតើរៀងគាត់ថា hurry up bus បាទគាត់ថាឡានគាត់សុំថាគាត់ចង់ឲ្យឡានក្រុងនឹងឲ្យឆាប់ឡើងឆាប់ទៅដល់ណាបាទនេះគឺជាអត្ថបទសន្ទនារបស់អ្នកទាំង3តោះឥឡូវបងអូនក៏លេខទៅមើលរកពាក្យសត្វមានន័យថាលោកគ្រូចង់ឲ្យបងអូនរកពាក្យសត្វនៅក្នុងអត្ថបទហ្នឹងតើយើងមានសត្វអីខ្លះតោះឥឡូវយើងមើលពីលើឡើងវិញBut what time will we get to the zoo? The driver said we could get there at about 1 p.m. if the traffic isn't too bad. We may get there early because the bus is going very fast. So excited we might see lion and tiger. បាទតោះឥឡូវយើងឃើញសត្វពីរហើយទី1គឺ lion ទី2គឺ tiger បាទយើង highlight វាទុកហើយចាំមើលតើសត្វមួយណានៅក្នុងចំណុចហ្នឹងដែលគេអត់លើកយកមកនិយាយបាទមួយទៀត we could see the bear បាទខ្លាឃ្មុំ
I really want to see the leopard but leopard okay would be great there that would be great it's very hot so we may not get to see crocodile yeah crocodile in the set sleep when it gets hot it's so good to hang out with friends at the weekend instead of working in the restaurant បាទchờអានរៀងលឿននេះក៏ឲ្យសារchờអានរកតែកន្លែងសត្វទេណា Yes it's great to spend time with you and said hey there might be giraffe yes giraffe at the zoo I love that long night there could be giraffe បាទតើទេ I'm not sure I wonder if we can buy souvenir at the zoo I'm sure you can might even be able to buy pictures of the animal that would be great hurry up bus បាទតោះឥឡូវអស់ហើយឥឡូវយើងទាំងអស់គ្នារាប់ណាលោកគ្រូសូមឲ្យទាំងអស់គ្នារាប់សត្វ The lion 1 tiger 2បាទ bear នេះនៅក្នុងរូបភាពយើងមិញអត់មានទេប៉ុន្តែគេសួរយើងថាតើសត្វមួយណានៅក្នុងរូបភាពនោះដែលគេអត់លើកមកនិយាយអញ្ចឹងអានេះវាអត់តាក់ទងអីទេ leopard បាទមាននៅក្នុងចំណុចយើងខាងលើមិញមានបាទមាន lion មាន tiger មាន leopard មាន crocodile មាន giraffe អញ្ចឹងបងអូនមើលតើសត្វទាំង6នោះក្នុងចំណោមសត្វណាមួយដែលអត់មានបាទអញ្ចឹងគឺសត្វដំរីណា elephant បាទគឺសត្វដំរីតោះឥឡូវយើងបកទៅឆ្លើយនៅក្នុងចំណុចបាទលេខ4នោះឡើងវិញបាទអញ្ចឹងនៅក្នុងចំណុចលេខ4នេះបងអូនអាចឆ្លើយថាone of the animals from activity 2 done they talk about is បាទបងដាក់មក is បាទហើយយើងដាក់មក an elephant បាទ an elephant ណាយើងបងអូនរៀនសរសេរបញ្ចូលខ្លួនឯងមកដល់ដាក់ដូចលោកគ្រូប្រាប់អញ្ចឹងមក one of the animals from activity 2 don't they talk about is an elephant ឬក៏ an elephant បាទអញ្ចឹងមានន័យថាសត្វមួយក្នុងចំណោមសត្វជាច្រើនពីសកម្មភាពទី2ដែលពួកគេមិនលើកមកនិយាយនោះគឺជាសត្វដំរីបាទនេះគឺជាចំឡើយតោះលេខ5បាទសូមបន្តទៅលេខ5អញ្ចឹងមុនបន្តទៅលេខ5លោកគ្រូក៏សូមឲ្យបងប្អូនដែលទើបតែនឹងចូលទស្សនាវីដេអូរបស់លោកគ្រូបាទប្រសិនបើពេញចិត្តសូមជួយចុច Subscribe វីដេអូរបស់លោកគ្រូផងបាទតោះឥឡូវយើងបន្តទៅចំណុចទី5មួយទៀតបាទចំណុចទី5នេះគេឲ្យបងអូនស្ដាប់ណា listen again មានថាស្ដាប់ម្ដងទៀត Who said these sentences បាទនរណាគេអ្នកនិយាយនៅប្រយោគទាំងអស់នេះបាទប្រយោគទាំងអស់នេះ Write បាទសូមសរសេរថាឈ្មោះពិសិដ្ឋឬក៏ហៀងនៅក្នុងសៀវភៅសរសេរបាទអញ្ចឹងមានន័យថាការសន្ទនាមិញនោះនៅក្នុងចំណុចទី4មិញហ្នឹងបាទបងអូនបានមើលហើយគេសួរយើងថាតើបាទប្រយោគខាងក្រោមទាំង5នេះជាសម្ដីរបស់អ្នកណាអ្នកនិយាយបើបងអូនគិតថាជាសម្ដីរបស់ឧទាហរណ៍ letter A The driver said we could get there at about 1 p.m. if the traffic isn't too bad បាទវាជាសម្ដីរបស់ពិសិដ្ឋអញ្ចឹងបងអូនសរសេរដាក់ឈ្មោះពិសិដ្ឋចូលមកជាការស្រេចបាទឥឡូវដើម្បីដឹងចម្លើយបងអូនត្រឡប់ទៅមើលអត្ថបទនិងភាសាទៀតដើម្បីរកចម្លើយថាតើពាក្យ we might see lions and tiger អ្នកណាជាអ្នកនិយាយ we could see the bear if they aren't sleeping រហូតដល់ចំណុច E តោះឥឡូវយើងបន្តយើងបកទៅមើលអត្ថបទបន្តិចសិនបាទទាំងអស់គ្នាតោះឥឡូវយើងមករកមើលចម្លើយអញ្ចឹង letter A មិញយើងបានដាក់រួចហើយគឺឈ្មោះរបស់ពិសិដ្ឋសេរីនេះ The driver said we could get there at about 1 p.m. if the traffic isn't too bad បាទនេះគឺជាសម្ដីរបស់ពិសិដ្ឋតោះ letter B គេថា we might see lion and tiger តោះឥឡូវបងប្អូនរកមើលកន្លែងហ្នឹងអ្នកណាអ្នកនិយាយបាទនេះ we might see lions and tiger បាទនេះគឺជាសម្ដីរបស់ហៀងអូខេអញ្ចឹងមានន័យថាចំណុច
B នោះគឺជាចម្លើយហៀងហើយអញ្ចឹងបងអូនយកletter B ហ្នឹងដាក់ឈ្មោះហៀងទៅត្រឹមត្រូវហើយបាទនេះគឺជាសម្ដីរបស់គាត់ We might she lions and tigers បាទតោះបន្តទៅ letter C បាទ letter C គេនិយាយថាម៉េចកន្លែងសំណួរហ្នឹងគេថា We could see the bears if they aren't sleeping អូខេតោះឥឡូវកន្លែងណា We could see the bear នេះ We could see the bear បាទ if they aren't sleeping បាទអញ្ចឹងមានន័យថា letter C នោះគឺជាសម្ដីរបស់ពិសិដ្ឋហើយអញ្ចឹងបងអូនយកឈ្មោះពិសិដ្ឋទៅសរសេរចូលកន្លែង letter C នោះទៅជាការស្រេចបាទស្រួលមែនតើណា letter D បាទ letter D គេថាម៉េចបងអូនអញ្ចឹងបងអូនផ្ទៀងមើលអាកន្លែង letter D នឹងផងគេថា There could be giraffes there but I'm not sure ចុះកន្លែងណាកន្លែង there could be បាទបងអូនរកមើល there could be បាទយើងរកមើលទាំងអស់គ្នា there could be នេះកន្លែងនេះបាទ there could be giraffes there but I'm not sure បាទអញ្ចឹងគឺជាសម្ដីរបស់ពិសិដ្ឋទៀតហើយអញ្ចឹងបងអូនសរសេរបាទចំណុច letter D ហ្នឹងដាក់ឈ្មោះថាពិសិដ្ឋអូខេចុះចុងក្រោយ You might even be able to buy pictures of the animal តោះសម្ដីរបស់អ្នកណាបងអូនមើលបាទនេះគឺជាសម្ដីរបស់ហៀងបាទអញ្ចឹងចម្លើយគឺបងអូនសរសេរឈ្មោះហៀងចូលទៅក្នុងចំណុច E នោះទៅជាការស្រេចបាទអញ្ចឹងនៅក្នុងចំណុចទី4 sorry ចំណុចទី5នេះគឺមានតែប៉ុណ្ណឹងបាទស្រួលមែនតើបាទអញ្ចឹងអរគុណច្រើនបងប្អូនដែលបានទស្សនាវីដេអូរបស់លោកគ្រូតាំងពីដើមរហូតដល់ចប់ហើយយើងនឹងជួបគ្នានៅវីដេអូក្រោយមួយទៀតនៅចំណុចបន្ទាប់ពីចំណុចលេខ5